វីដេអូនេះគឺខ្ញុំនឹងទៅលេងខេត្តកំពតចំនួន1យប់2ថ្ងៃហើយចាំមើលថាវីដេអូនេះគឺយើងធ្វើ activity អីខ្លះអញ្ចឹងតាមដានវីដេអូទាំងអស់គ្នាគ្រប់ជំរាបសួរទាំងអស់គ្នាស្វាគមន៍មកកាន់ vlog លើកទី1របស់ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅធ្វើដំណើរកម្សាន្តជាមួយខ្ញុំទៅកំពតលេងមកយប់2ថ្ងៃហើយថ្ងៃនេះដែរខ្ញុំទៅជាមួយមិត្តភ័ក្តិរបស់ខ្ញុំដំបូងពួកយើងអត់មានកម្រងអីថាទៅកំពតអីទេប៉ុន្តែដោយសារអង្គុយនឹកឃើញថា stress មានអារម្មណ៍ថាចង់ជិះទៅជានៅកំពតលេងអញ្ចឹងក៏សាកខលទៅសួរមិត្តភ័ក្តិពីល្ងាចចំថ្ងៃដែលគាត់សម្រាកពីការងារដែរអញ្ចឹងអូខេពួកយើងទៅជាមួយគ្នាបណ្ដោយទៅហើយខ្ញុំចេញមកពីផ្ទះម៉ោង6ជាងតិចតួចពីសីកែវមកយកគាត់នៅអូស័យហើយជិះព្រលឹមឡើងអញ្ចឹងទៅជាក់ស្រួលមែនតើយើងងើបមកពីព្រលឹមអញ្ចឹងណាជិះម៉ូតូធម្មតាធ្លាប់តែជិះយើងថ្ងៃយើងអីវាក្តៅប៉ុន្តែជិះព្រលឹមឡើងអញ្ចឹងអារម្មណ៍យើងមួយយ៉ាងទៅជាក់ស្រួលហើយអត់សូវស្ទះចរាចរណ៍អញ្ចឹងស្រួលខ្លួនមែនតើឥឡូវយើងកម្រោងថាយើងទៅចាក់សាំងសិនCafé do si vậy đó phải. Cứ biết cho ra đó. Phải phân anh, ăn đi. Chặt chi biết à. Ok ទាំងអស់គ្នាឥឡូវពួកខ្ញុំបានចាក់សាំងរួចរាល់ហើយពួកយើងនឹងបន្តដំណើរទៅមុខទៀតនៅតាមដងផ្លូវទៅតាមផ្លូវជាតិលេខ3ហ្នឹងហើយជិះទៅយើងមកពីព្រលឹមអញ្ចឹងផ្លូវទលាយមែនតើវាអត់សូវមានមនុស្សជិះទោះបីជាសៅរ៍អាទិត្យក៏ដោយហ្នឹងហើយទាំងអស់គ្នាបន្ទាប់ពីពួកខ្ញុំជិះបានប្រហែល1ម៉ោងជាងអីហ្នឹងក៏មកដាក់បានមកដល់ឡើងលោកយាយមើហើយក៏ឆ្លៀតចូលមកអុជធូបដើម្បីសុំសុខសប្បាយតាមផ្លូវអញ្ចឹងណាហើយរួចហើយក៏បន្តដំណើរទៅមុខទៀតដោយសារតែគោលដៅរបស់យើងចិត្តទៅដល់ហើយប្រហែលជាសល់1ម៉ោងអីទៀតហ្នឹងហើយចាំមើលទៅដល់ខ្ញុំនឹងថតវីដេអូឲ្យអ្នកទាំងអស់គ្នាមើលបន្តទៀតហ្នឹងហើយទាំងអស់គ្នាបន្ទាប់ពីយើងចំណាយពេល73ម៉ោងមកទីបំផុតពួកយើងក៏បានមកដល់ក្រុងកំពតហ
ហើយកន្លែងដែលខ្ញុំត្រូវចូលមុនដំបូងគេគឺកាហ្វេ Starbucks គឺឲ្យតែមកនេះគឺខ្ញុំអត់ដែរចោលទេដោយសារនៅនេះview ទៅស្អាតមើល view កន្លែងព្រែកភ្នំអីពីក្រោយហ្នឹងស្អាតអញ្ចឹងខ្ញុំក៏ប្រាប់មិត្តភក្តិចូលឥឡូវរកទិញកាហ្វេមួយហើយមើលទេសភាពពីក្រោយនេះគឺស្អាតមែនទែនអ្នកទាំងអស់គ្នាអាចមើលបានតែសាំអត់សាំទៅម្ដងហ្នឹងបាច់ទៅបាយពីបាយមួយទៅតពីខ្ញុំអង្គុយកន្លែង Starbucks បានមកសទុះធំមកខ្ញុំមួយមិត្តភក្តិក៏ប្រមូលគ្នាថាចង់ទៅលេងអាកាឌីដែលជាកន្លែងលេងទឹកឡើងវាយប្រទេសតែក៏ដូរទីតាំងពីកន្លែងចាស់មកកន្លែងថ្មីឯកន្លែងថ្មីនេះគឺខ្ញុំមើល map ទៅដល់មើលវែងពេញហ្នឹងទៀតដោយសារតែគាត់ដូរ map ហើយគាត់ដូរកន្លែងហើយយើងមើល map ទៅវាអត់ត្រូវហ្នឹងហើយទៅដល់បានជីចូលផ្ទះគេទៅជួបម្ចាស់ផ្ទះគាត់ណែនាំផ្លូវទៅអូទៅខាងនេះវិញណ៎អូបាទអរគុណនេះមែនអាហ្នឹងមែនណាខុសផ្លូវមែនចូលផ្ទះណែគឺបញ្ហាស្ពតទៅតាមនេះវិញបងបាទអរគុណលោកទៅទីមកវិញណាមែបោះតាមទៅទៅក្រោយទៅណែអ៊ីនឹងដេញមកវិញណែនេះតាមទៅណែនេះមែនទេថ្ងៃបន្ទាប់ពីធ្វើដំណើរបានមកស្ទុះពួកខ្ញុំក៏បានមកដល់អាកាឌីជាកន្លែងដែលលេងទឹករបៀបដូចអាហ្នឹងដូចគាត់ធ្លាប់បើកកន្លែងចាស់ម្ដងហើយវាជា vibe បរទេសពីច្រើនបរទេសគាត់ទៅលេងនឹងច្រើនណាហើយអ្នកដែលចូលចិត្តលក្ខណៈ vibe បរទេសគឺគាត់ទៅនឹងច្រើនហ្មងវា vibe ស្ងប់ស្ងាត់ទេសភាពស្អាតហើយអត់សូវមានអារម្មណ៍រំខានណាដូចហ្នឹងហើយអញ្ចឹងពួកខ្ញុំក៏មកដល់នេះហើយក៏អង្គុយជជែកគ្នាមួយគាត់លេងសតុះមកយើងពេលខ្លះដល់អីទៀតថ្ងៃសៅរ៍ចឹងមានតែថ្ងៃអាទិត្យមកអត់មានផងមកបាញ់ចាស់កាឌីอะไรចាស់យកដល់យកមិញខំពេកវាយតោមបោះជុំទៅខ្ញុំចំណាំមើលថាតែឃើញវាដេកម្នាក់ឯងវាហ៊ានព្រោះខ្ញុំពិតជាជួយចិត្តអារម្មណ៍នេះមែនតើខ្ញុំសង្ឃឹមថាវីដេអូនេះពេលដែលអ្នកទាំងអស់គ្នាបានទស្សនាហើយក៏មានអារម្មណ៍ថាស្រស់ស្រាយដូចខ្ញុំដែរខ្ញុំគិតថាអ្នកដែលនៅភ្នំពេញពួកគាត់ពេលដែលមកតាមខេត្តមកដល់កពតឬក៏យើងជិះទៅដល់លេងណាមួយអារម្មណ៍ហ្នឹងគឺជាអារម្មណ៍មួយដែលធ្វើឲ្យយើងបោះចោលនៅទុកកង្វល់ពីការងារពីទីក្រុងដែលពោពេញទៅដោយភាពអួអាប់ផ្សែងម៉ូតូផ្សែងឡានធុញថប់ទាំងអស់ហ្នឹងគឺបោះចោលនៅកន្លែងមានខ្ញុំទៅមើលដល់មានណាពួកខ្ញុំក៏អង្គុយជជែកគ្នាលេងនិយាយគ្នាលេងហូបកៅពីកៅអញ្ចឹងទៅមើលទេសភាពដងព្រែកនៅនេះគឺស្អាតខ្ញុំរីកមិនថាពេលដែលអ្នកដែលចូលចិត្ត vibe អញ្ចឹងខ្ញុំគួរតែមកនេះមកហើយនៅនេះមានកន្លែងបុកពីមានអីយើង enjoy នៅនេះបានវាមាន activity ច្រើនមែនតើអញ្ចឹងអញ្ជើញសួរស្នាវីដេអូទាំងអស់គ្នាអ្នក3រៀលខ្សែ6ទៀតចិត្ត
Sing me unhappiness. Oh, your happiness. Chẳng Ê, ê. Mà kiểu ai là con nhỉ? Đây, không cho con mà. Nắng, nắng, nắng. Làm thôi. Tới đây bỏ phun luôn này. Đây bỏ phun. Ăn lên giúp lên. យ៉ាងហើយហើយបន្ទាប់ពីត្រឡប់មកពីអាកាឌីវិញពួកខ្ញុំក៏មកកន្លែងគេងកន្លែងនេះគឺឈ្មោះថា Funky Moon ហើយពេលដែលមកដល់កន្លែងនេះធ្វើអារម្មណ៍ខ្ញុំកាន់តែ fresh ថែមទៀត Hello แล้วไว้ด้านในไว้ด้านในอันmình thử anh ថ្ងៃនេះទាំងអស់គ្នាថ្ងៃនេះចូលថ្ងៃទី2ដោយសារតែយប់មិញខ្ញុំអត់បានទៅណាទេគាត់នឹងអង្គុយលេងនៅកន្លែងញ៉ាំបាយញ៉ាំអីហើយក៏អង្គុយជជែកគ្នាមួយមិត្តភ័ក្តិហើយគាត់បានចូលគេងឥឡូវក៏បន្តចូលថ្ងៃទី2ហើយនេះគឺជាទីកន្លែងទាំងមូលដែលកន្លែងខ្ញុំគេងគឺពោរពេញទៅដោយដើមឈើរុក្ខជាតិជាមួយនឹងបរិយាកាសស្ងប់ស្ងាត់គួរឲ្យចង់មកហើយនេះកន្លែងគេងនៅលើព្រែកដងព្រែកស្អាតនេះស្អាតrecommend ថាឲ្យពេលដែលអ្នកទាំងអស់គ្នាមកគួរតែមកលេងនេះហើយម៉ោងមិន10ជាងពី10ពួកខ្ញុំក៏បន្តដំណើរមកលេងខេត្តកែបបន្តទៀតចេញពីពតបញ្ចូលខេត្តកែបដោយសារតែយើងត្រូវត្រឡប់ទៅពេញវិញអញ្ចឹងយើងជិះកាត់ទៅខេត្តកែបដើម្បីឲ្យញ៉ាំបាយថ្ងៃនៅនេះហើយបានចូលទិញគ្រឿងសមុទ្រទេសភាពស្អាតខ្លាំងមែនតើហើយមកចំថ្ងៃសៅរ៍អាទិត្យនៅយើងច្រើនទៀតដឹងថានៅសល់តូបអត់ក៏ជិះតាមនឹងទៅមើលទៅសួរគេនៅសល់មួយកន្លែងនេះជាប់ឆ្នេរទៀតកន្លែងនេះស្អាតហើយក៏ចូលរៀបចំនឹងឲ្យចូលរៀបចំញ៉ាំបាយថ្ងៃនៅនេះcho nó xoa đi đã lấy đứng á bây giờ con អូខេទាំងអស់គ្នាវីដេអូដំណើរកម្សាន្តមកជប់2ថ្ងៃនេះយើងក៏បានមកដល់ទីបញ្ចប់អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូហើយជួយ like ជួយ subscribe YouTube channel ផងសូមអរគុណ